Okay, so today អ្នកនរគ្នានៅក្នុងវីដេអូនេះគឺយើងនឹងនិយាយអំពី HTML attributes អញ្ចឹង HTML attribute ប្រើសម្រាប់កំណត់លក្ខណៈបន្ថែមទៅកាន់ element របស់យើងអញ្ចឹង tag ទាំងអស់ attribute គឺត្រូវតែសរសេរនៅក្នុង tag bar អញ្ចឹងគឺបញ្ជាក់ឲ្យគឺថា attribute គឺសរសេរនៅក្នុង tag bar opening tag អញ្ចឹងយើងមានឧទាហរណ៍ខាងក្រោមកន្លែងនេះអញ្ចឹង A គឺជា tag href គឺជា attribute name បែរថា href ហ្នឹងគឺជាឈ្មោះរបស់ attribute រីឯខាងក្រោមនេះគឺជា link មួយដែលទៅកាន់ Google អញ្ចឹង A នេះគឺយើងប្រើប្រាស់សម្រាប់ដាក់ link អញ្ចឹងដើម្បីដាក់ link គឺយើងប្រើប្រាស់ tag A មួយបន្ទាប់មកយើងមាន attribute href បន្ទាប់មកយើងមានតម្លៃរបស់ attribute អូខេអញ្ចឹងគេបញ្ជាក់ដែរខាងក្រោមនេះ href សម្រាប់ប្រាប់ថា link នឹងទៅកាន់ website ណាមួយដែលយើងបានដាក់ទៅអញ្ចឹងបើសិនជាយើងមាន link website គឺយើងដាក់ website របស់យើងមកយើងមាន link វីដេអូគឺយើងដាក់ link វីដេអូរបស់យើងមកដល់ពេលដែលយើងសរសេរអីមួយទៅដើម្បីបញ្ជាក់អ្នកប្រើប្រាស់ឲ្យគាត់ចុចពីលើហ្នឹងទៅគឺចូលទៅកាន់វីដេអូរបស់យើងមកអញ្ចឹងខ្ញុំសូមបញ្យល់បន្ថែមទៀតកន្លែង A នេះគឺយើងប្រើប្រាស់អូខេសូមទោសអ្នកនរ A នេះគឺជា tag ដែលយើងប្រើប្រាស់សម្រាប់ដាក់ link អញ្ចឹងយើងមាន tag ហើយយើងមាន tag A អញ្ចឹងយើងតើតែមាន attribute ទៀត attribute href ដើម្បីអាចដាក់ link បានអញ្ចឹងកន្លែងនេះ go to Google ហ្នឹងជាមួយយើងនឹងទៅមើលកូដទាំងអស់គ្នានៅពេលបន្តិចទៀតនេះអូខេអញ្ចឹងយើងមើលឧទាហរណ៍ក្រោមនេះថែមទៀតយើងមានកន្លែងនេះឧទាហរណ៍របស់យើងអញ្ចឹងយើងសូមបញ្យល់បន្តិចកន្លែងនេះ img នេះវាគឺជា tag ហើយ soc នេះគឺជា attribute name ហើយកន្លែងនេះគឺជាឈ្មោះរបស់រូបភាពវាគឺជាតម្លៃរបស់ soc អញ្ចឹងបានបញ្ជាក់អី soc គឺជា attribute name យើងមានឈ្មោះហើយយើងមានតម្លៃឲ្យវាទៀតដូចគ្នាកន្លែងនេះ alt គឺជា attribute name ដែរហើយកន្លែងនេះវាជា message ដែលយើងសរសេរចូល this photo is not available វាគឺជា value គឺជាតម្លៃអូខេ width គឺជា attribute name នេះគឺជាតម្លៃរបស់ width height វាគឺជា attribute name ហើយ value នេះខាងលេខនេះគឺជាតម្លៃអញ្ចឹងខ្ញុំសូមអធិស្ឋានអ្នកគ្នាម្ដងខ្ញុំនិយាយជាភាសាអង់គ្លេសម្ដងខ្ញុំនិយាយជាភាសាខ្មែរដើម្បីឲ្យអ្នកគ្នាឆាប់មើលទៅអាចយល់ដែរយល់ទេអញ្ចឹងកន្លែងនេះគឺបញ្ចូលបន្ថែម img នេះគឺជា tag សម្រាប់ដាក់រូបភាព soc វាគឺជា attribute មួយសម្រាប់ហៅឈ្មោះរបស់រូបភាព alt នេះវាប្រើប្រាស់សម្រាប់ឧទាហរណ៍ថានៅក្នុង website របស់យើងមានរូបភាពបន្ទាប់មកនៅពេលដែលយើងបានលុបរូបភាពនឹងចោលឬក៏រូបភាពនឹងខូចគឺវា alert message មកអញ្ចឹងណាយើងចង់ដាក់អីក៏បានដែរហើយ width នេះគឺជាទំហំទទឹងរូបភាពហើយ height នេះគឺជាកម្ពស់របស់រូបភាពអូខេអញ្ចឹងយើងទៅក្នុងកូដទាំងអស់គ្នាអញ្ចឹងយើងមានកូដប៉ុណ្ណេះកន្លែងខាងលើយើងមាន dot type html ដើម្បីបញ្ជាក់ប្រាប់ browser ថាវាជាភាសាចំនួន html level 5អីចឹងណាហើយយើងមាន html tag យើងមាន head tag ហើយ head tag ហ្នឹងគឺយើងប្រើប្រាស់សម្រាប់ដាក់ title នេះជា title របស់ website របស់យើងអញ្ចឹងណាចំណងជើងឈ្មោះ website របស់យើងអញ្ចឹងណាអញ្ចឹងខ្ញុំដាក់ថា my photo យើងមាន tag បើកមួយហើយបិទមួយអញ្ចឹង head នេះគឺវាក្តោប title ហើយ html នេះគឺវាក្តោបទាំងអស់នៅក្នុងភាសា html តោះយើងមាន body អូខេខ្ញុំ body ខ្ញុំភ្លេចបិទអូខេខ្ញុំសូមបិទ body សិនអញ្ចឹងវាមាន
body នេះខ្ញុំសូមនិយាយតិចយើងធ្លាប់មើលវីដេអូមុនគឺ body យើងជាកន្លែងមួយដែលយើងទៅសេដើម្បីបង្ហាញនៅលើ screen ទៅកាន់អ្នកប្រើប្រាស់ជឿវាមានអ្វីៗច្រើនទៀតវាអាចមានជាចំណងជើងវាមានជាកថាខណ្ឌផ្សេងៗអញ្ចឹងណាអញ្ចឹងយើងមានទី1គឺ h1 បែរថា h1 ហ្នឹងគឺជាវាជា head អញ្ចឹង head ហ្នឹងយើងចង់ដាក់អីក៏បានដែរ heading 1អីចឹងតែខ្ញុំដាក់ថា below is my photo ព្រោះខ្ញុំនិយាយពីរូបភាពរបស់ខ្ញុំចឹងណាអញ្ចឹងមួយទៀតយើងមាន img tag img វាគឺជា tag អូខេបន្តមក soc វាគឺជា attribute name ហើយកន្លែង photo.jpg នេះគឺវាគឺជាតម្លៃរបស់ soc alt វាគឺជា attribute name ដែរបន្តមកកន្លែងនេះគឺជា this photo is not available វាគឺជាតម្លៃរបស់ alt អញ្ចឹងយើងបានបញ្ជាក់កន្លែងហ្នឹងគឺនៅពេលដែលរូបភាពយើងខូច event គឺវានឹង alert message ហ្នឹងតែបើអត់ទេគឺវាអត់មានចេញអីទេកន្លែងហ្នឹងណាខ្ញុំសូមបញ្ជាក់តិចអូខេអញ្ចឹងជាមួយទៀតយើងទៅ run ឲ្យមើលទាំងអស់គ្នាអញ្ចឹងខ្ញុំសូមនិយាយសិន width នេះគឺជា attribute ដែរ attribute name ហើយបន្តមកវាលេខនេះគឺជាតម្លៃរបស់ width ហ្នឹងគឺយើងបានបញ្ជាក់អីមិញវាជាទំហំទទឹងរូបភាពអូខេ height នេះគឺជាកម្ពស់របស់រូបភាពអញ្ចឹង width ហើយនឹង height ក៏ជា attribute វាជាប្រភេទ attribute name ហើយលេខនេះគឺជាតម្លៃអូខេអញ្ចឹងយើងមាន a យើងបើបញ្ជាក់អីមិញគឺជាវាជា tag មួយដែលប្រើប្រាស់សម្រាប់ដាក់ link ហើយ href នេះគឺជា attribute name តោះមកយើងមានតម្លៃឲ្យវាគឺជា link មួយដែលការចូលទៅកាន់ Google បន្តមកយើងទៅ say message មួយនេះដាក់បញ្ជាក់ user ថាយើងចុចកន្លែងហ្នឹងគឺវានឹងទៅកាន់ Google អីចឹងណាតែយើងមាន link អីផ្សេងក្រៅពីហ្នឹងយើងអាចដាក់បានហើយយើងទៅ say message ហើយទម្រង់សរសេរអ្នកគ្នាអាចមើលបានគឺសរសេរបែបហ្នឹងអូខេអញ្ចឹងនៅក្នុងនេះដូចជាអស់ហើយអញ្ចឹងយើងទៅ run មើលទាំងអស់គ្នាណាអូខេសូម run អញ្ចឹងឃើញថាវាមានរូបភាពហើយវាមានខាងលើនេះដាក់ថា below is my photo អញ្ចឹងកន្លែងនេះកន្លែង below is my photo ហ្នឹងគឺ h1 ដែលខ្ញុំសរសេរហើយកន្លែងមើលតាមម៉ៅកន្លែងនេះ my photo នេះគឺជាឈ្មោះដែលយើងសរសេរនៅកន្លែង title ដែលយើងដាក់ឈ្មោះឲ្យ website យើងអញ្ចឹងណា website យើងមានឈ្មោះហ្នឹងឈ្មោះ my photo ហើយកន្លែងហ្នឹងក៏យើងអាចដូរបានដូចគ្នាយើងចង់ដូរដាក់មិន my photo យើងចង់ដូរដាក់ my website អញ្ចឹងណាហើយយើង save សិន control S ហើយយើងទៅ refresh browser យ៉ាងសិនតោះមកវាបានផ្លាស់ប្ដូរហើយនេះឃើញអត់ H1 ក៏ដូចគ្នាក៏យើងអាចផ្លាស់ប្ដូរបានដែរឥឡូវខ្ញុំទៅការផ្លាស់ប្ដូរ welcome to my website អូខេហើយយើង control S សិនបន្ទាប់មកយើងទៅ refresh browser របស់យើងអញ្ចឹងវាបានផ្លាស់ប្ដូរហើយ welcome to my website នៅខាងក្រោមនេះរូបភាពដែលយើងសរសេរបញ្ចូលនៅក្នុង tag img អូខេនេះកន្លែងនេះអញ្ចឹងយើងមើលកន្លែង width នេះយើងអាចផ្លាស់ប្ដូរបានឥឡូវខ្ញុំចង់ផ្លាស់ប្ដូរ width ដាក់ទៅជា500ហើយ height ខ្ញុំដូរទៅជាតែមើលវាហើយយើង save សិនហើយយើងទៅ refresh អញ្ចឹងយើងចាំមើលនៅពេលដែល refresh ទៅរូបភាពរបស់យើងគឺនឹងប្រែទ្រង់ទ្រាយអូខេឃើញអត់អូខេហើយកន្លែងនេះដាក់ថា go to Google ហ្នឹងយើងបានសរសេរបញ្ជាក់នៅកន្លែងនេះកន្លែង A ហ្នឹងគឺប្រើប្រាស់សម្រាប់ដាក់ link ហើយនេះគឺជា message អញ្ចឹងយើងចុចកន្លែង message ហ្នឹងមកវានឹងទៅកាន់ Google ហើយដោយសារខ្ញុំអត់មានអ៊ីនធឺណិត shop អ៊ីនធឺណិតទីសិនចាំតិចដល់នេះ
ok các bật sân ra những đầu tiên ok chứ như sẽ chọn tới vì đừng nòm dưới từ cánh Google ok cái ok you mean link website có dương ai đặt bàn được nè ok chẳng nơi cái lại mũi tiết cái lại ART này ở khi mở hàng thế this photo is not available cho những bạn bật chạy cà phê các ba video đây cái lại nó cứ nộp p là rụp hiệp dương khôi cứ có dương bạn lục rụp hiệp năng cháu cứ vì đang mở hàng bị xây năng này tại bảo tế cứ vì nơi tại bằng hàng rụp hiệp bây giờ hay ở bằng hàng nó bị xây mọi năng thế chứ nhung từ lục rụp hiệp cho mới chọn đường rồi đà chẳng này nhưng rụp hiệp nhưng tục là không nổi chứ là cái này vào sân thì này cái này trong đã rụp hiệp ấy cho được nông website bây giờ á em thấy là sale rụp hiệp bây giờ nơi nông phụ đời tầm muối không từ chẹn tị cái lại rụp hiệp này dương ta đã muốn hỏi đội rụp hiệp để dương chọn đã chẳng một tay cả tối cái dương thời đại đã đọt chưa phải chỉ đọt KPG nữa ok chứ trong thời gian lúc đó lục sẵn ok lục cho bài đấy chẳng như tớ sale code như mà tiếp control em á bắt đầu mà rút hiệp bên đây tại một hàng sau đây giờ tôi refresh theo quyền bạn này chứ vì một hàng rút hiệp mà người vì một hàng sống tới nào cái này một hàng chỉ message mà này this photo is not available cho lòng tên chỉ this is rồi ok chẳng this photo is not available chẳng cái này để như đặt ART nó cứ vị trí attribute đấy ART vị trí attribute username bắt đầu mà message nó cái gì đùm like rồi bỏ ART nè chẳng không biết đâu mình tập phần năng thế akun cho biết biết và sân chỉ mình có một có số mà chia sẻ phóng đi cái chi video này nhằm thôi đam mê rung lực mê đếnខ្លួនnày phóng nên chơi làm